បងទាយមើលថាខ្ញុំថ្ងៃហ្នឹងស្លម្ហូបអីបងប្អូនស្លម្ជូរគ្រឿងក៏ឆាគ្រឿងក៏ស្លអខបាញ់ប៉ោះបងប្អូនគឺបងប្អូនមកមើលលេងទៅថាខ្ញុំស្លអីបងប្អូនគឺខ្ញុំស្លម្ជូរស្លម្ជូរបាញ់ប៉ោះនឹងឯងបងប្អូនហើយក៏មានអអានេះភ្លើងកែបបងប្អូនគឺភ្លើងកែបស្លទៅឆ្ងាញ់ជាងតកួនទៀតដល់បងប្អូនមកតកួនមិនឆ្លទៅយើងងាស់ទៅវាអាលួយផុយអីអញ្ចឹងណាបងភ្លើងកាយវិញបងប្អូនអើយយើងងាស់ទៅក៏នៅតែហូបទៅច្រាប់ឆ្ងាញ់ណាបងប្អូនគឺមានប៉េងប៉ោះ3ផ្លែនៅសងទូទឹកកកហ្នឹងក៏ប្រម៉ូយកមកឆ្លោអស់គុំទុកហើយប៉េងប៉ោះហ្នឹងគឺថាសាច់ច្របូរសាច់ណាបងប្អូនហើយរសជាតិវាផ្អែមជូរអែមអីចឹងបងប្អូនឆ្ងាញ់ណាស់ហើយខ្ញុំក៏តែមើលក្នុងទូទឹកកកមានបន្លែប្លុកអីផ្សេងក៏យកមកដាក់អញ្ចឹងបងប្អូនគឺថ្ងៃហ្នឹងគឺស្លមជូរប៉េងប៉ោះបងប្អូនហើយបងប្អូនបានមកហូបអីដែរថ្ងៃហ្នឹងខ្ញុំគឺស្លមជូរប៉េងប៉ោះបងប្អូនគឺបានប្រហុកមកពីស្រុកខ្មែរយើងឯងហើយនឹង7ហ្នឹងគឺដាក់ជ្រុំមុនគេអញ្ចឹងទៅក៏ដាក់ស្លឹកសក្រីនៅទូទឹកកកទេបងប្អូនគឺស្លឹកសក្រីកកយើងនឹងឯងអត់មានអីច្រើនទេបងប្អូនអានេះគឺស្អឹងថៃសាម៉ុនហើយក្បាលថៃសាម៉ុននឹងឯងបងប្អូនគឺទិញថ្ងៃមុនហ្នឹងក៏ស្លម្ហូបកូរ៉េផងក៏ស្លម្ហូបខ្មែរផងតាមមកមើលហ្នឹងស្លបានច្រើនមុខណាស់បងប្អូនយើងសំចៃហ៎បងប្អូនឬគេឥឡូវគេល្បីរឿងស្អីគេលុយ20000ម៉ានពាន់នោះហូបគ្នាម៉ានអ្នកនោះបងប្អូនគឺម្ហូបគេល្បីឥឡូវឃើញល្បីក្នុង Facebook បងប្អូនគឺអូសមិនចេះដាច់អីចឹងណាហើយខ្ញុំថ្ងៃហ្នឹងគឺស្លម្ជូរប៉េងប៉ោះគឺមើលទៅតំណងអត់បងប្អូនគឺវីដេអូហ្នឹងគឺខ្ញុំថតមិនសូវជាវែងប្រហែលទេខ្លាចបងប្អូនធុញណាបងប្អូនដូចថាវីដេអូវែងថតវែងពេកក៏បងប្អូនមិនសូវជាសប្បាយចិត្តនឹងការមើលដែរបងប្អូនអញ្ចឹងហើយកាត់អីអញ្ចឹងទៅហើយក៏ខ្ញុំមានផ្សិតមានអីគឺទិញយកមកថាយកមកយកមកជៀនហូបអីក៏ស្លហូបឥឡូវក៏ខ្ញុំយកមកដាំបាយមើលតើឆ្ងាញ់អត់ចឹងណាគឺបាយសុខភាពយើងឲ្យដាក់ផ្សិតថែមនឹងរសជាតិរឹតតែឆ្ងាញ់គឺថាឆ្ងាញ់មែនបងប្អូនហើយបងប្អូនហើយបានគេហៅថេងចាំងនឹងឯងគឺយកមកដាក់មួយបន្លែការ៉េបងប្អូនបន្លែហ្នឹងគឺហូបទៅសុខភាពល្អណាស់គឺសម្រស់កាន់តែស្អាតអីចឹងបានហូបបន្លែដូចរបៀបធម្មជាតិទេបងប្អូនអាហ្នឹងគេដាំនៅភ្នំនៅអីនៅស្រែស្រូវណាឆ្ងាយណាស់គេបេះបោកយកមកលក់នៅផ្សារហើយមិនតម្លៃក៏មិនថោកហើយបងប្អូនគឺស្រស់មកយកមកដាក់សៀងការ៉េនឹងឯងសៀងការ៉េដាក់ស្ករវិចេកច្រឡំដាក់តាសៀងហើយនឹងទឹកប្រេងខ្យងច្រឡំទៀតដែរបងប្អូនអើយដាក់ទឹកដាក់ឆាំងគីរឹមប្រេងល្ងហើយល្ងលីងឯហ្នឹងដាក់តែប៉ុណ្្នឹងហើយនឹងដាក់ប្រេងហើយវីដេអូយើងមានប៉ុណ្ណាកុំឲ្យវែងឆ្ងាយច្រើនពេកនិយាយច្រើនពេកធុញបងប្អូន